ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថានេះខ្ញុំនឹងមកប្រាប់ពីវិធីធ្វើបង្អែមលាងមាត់មួយមុខទៀតហើយគឺការធ្វើនំក្រម៉ៅថតឬមួយមុខទៀតយើងអាចហៅថានំអំបុកខ្ចប់ស្នូចេកអញ្ចឹងណាបងប្អូនហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងមានតិចនិចក្នុងការជំរាបជូនបងប្អូនធ្វើយ៉ាងណាឲ្យនំក្រម៉ៅថតរបស់យើងហ្នឹងគឺស្រួយឆ្ងាញ់ហើយនឹងមិនធ្វើឲ្យពេលយើងដាក់បំពងទៅអំបុកវាជ្រុះចេញអញ្ចឹងណាអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំទាំងអស់គ្នាចាហើយមួយនេះផងដែរគឺជាគ្រឿងផ្សំរបស់យើងដែលមានជាមួយនឹងអំបុកហើយនេះគឺជាផ្នែកដូងកោសយើងណាមានអំបិលបន្តិចស្ករសជាមួយនឹងម្សៅជាមួយនឹងខ្ទិះដូងហើយនឹងផ្លែចេករបស់យើងផងដែរតែទៅជាមួយចេកកុំឲ្យចូលពេកកុំឲ្យខ្ចីពេកបើល្មមបានហើយអញ្ចឹងដំបូងឡើយដោយនេះខ្ញុំមានជាមួយនឹងខ្ទិះដូងយើងចាក់ចូលទៅក្នុងចានមួយអញ្ចឹងទៅខ្ទិះដូងរបស់យើងណាមានចំនួន2ខាំកន្លះហើយនៅស្ករសចំនួន4ស្លាបព្រាបាយជាមួយនឹងអំបិល1ចុងស្លាបព្រាកាហ្វេបានហើយយើងលាយល្បាយទាំងនោះឲ្យវាចូលសព្វគ្នាបន្តិចសិនហើយបន្ទាប់មកទៀតនេះយើងចាប់ផ្ដើមចាក់ជាមួយនឹងអំបុករបស់យើងហ្នឹងចំនួន2ខាំចូលតែម្ដងហើយជាមួយនឹងការដូងចំនួន1ខាំបងប្អូនចូលចិត្តរៀងច្រើនដាក់រៀងច្រើនអញ្ចឹងទៅហើយមួយវិញទៀតនេះគឺជាម្សៅបំពងរបស់យើងហ្នឹងចំនួន4ស្លាបព្រាបាយបន្ទាប់មកយើងលាយល្បាយទាំងនោះឲ្យវាចូលគ្នាសិនសម្រាប់ការប្រើម្សៅបំពងនេះបើសិនជាបងប្អូនមិនមានម្សៅបំពងបងប្អូនអាចប្រើជាមួយលក្ខណៈម្សៅមីជំនួសក៏បានដែរនៅត្រង់ចំណុចនេះផងដែរនៅពេលដែលបងប្អូនលាយម្សៅរួចរាល់ហើយបងប្អូនទាំងអស់គ្នាអាចទុកមួយឡែកសិនដើម្បីឲ្យអំបុករបស់យើងវាឡើងរីកបានល្អបន្តិចសិនណាហើយបន្ទាប់មកយើងនឹងទៅចាប់ផ្ដើមរៀបចំចេកទាំងអស់គ្នាហើយសម្រាប់ផ្លែចេកដែលយើងយកមកធ្វើនំក្រម៉ៅថតឬមួយក៏នំអំបុកបំពងនេះណាគឺយើងត្រូវយកផ្លែចេកដែលទុំហើយការយកផ្លែចេកដែលទុំហ្នឹងគឺយើងយកមកបកសម្បកចេញឲ្យស្អាតបន្ទាប់មកយើងកាត់ជា3ឬក៏ជា4ទៅតាមការច្នៃរបស់បងប្អូនចង់បានតូចឬក៏ធំអញ្ចឹងណាឥឡូវនេះឃើញថាអំបុករបស់យើងបានរីកល្អហើយចេកក៏បានរួចរាល់ដូចគ្នាអញ្ចឹងយើងចាប់ផ្ដើមលុញនំអំបុកបំពងរបស់យើងដោយយើងយកអំបុកដួសដាក់បាតដៃយើងអញ្ចឹងទៅពីឲ្យវារាបស្មើបន្តិចបន្ទាប់មកយើងដាក់ចំនួនផ្លែចេកមួយដុំនៅក្នុងអំបុកនោះត្រង់ចំណុចកណ្ដាលបន្ទាប់មកទៀតយើងមូរជាមួយនឹងអំបុកហើយនឹងចេកឲ្យវាជិតបានល្អហើយត្រង់ចំណុចនេះផងដែរនៅពេលដែលបងប្អូនទាំងអស់គ្នាលុញនំអំបុកហ្នឹងគឺលុញឲ្យវាមូលហើយសង្កត់វារៀងត្ប៉ែតឲ្យវាហាត់ណែនណាដើម្បីនៅពេលដែលយើងដាក់បំពងទៅវាអត់ជ្រុះអំបុកទៅជាដុំនៅក្នុងពេលដែលយើងបំពងឥឡូវនេះឃើញថាយើងមូលនំក្រម៉ៅថតឬក៏នំអំបុករបស់យើងនឹងរួចរាល់ហើយយើងចាប់ផ្ដើមយកទៅបំពងទាំងអស់គ្នាដោយដំបូងឡើយនេះខ្ញុំប្រើខ្ទះមួយចឹងទៅដាក់ប្រេងឆាឲ្យវារាងក្តៅបន្តិចសិនហើយនៅពេលដែលប្រេងឆារបស់យើងវាឡើងក្តៅល្អហើយយើងចាប់ផ្ដើមដាក់នំរបស់យើងចូលបានការប្រើភ្លើងមធ្យមកុំខ្លាំងពេកកុំខ្សោយពេកហើយសម្រាប់ការលក្ខណៈថាដាក់នំអំបុករបស់យើងចូលទៅក្នុងប្រេងឆាឬក៏ខ្លាញ់នោះរួចរាល់ហើយបងប្អូនកុំអាប្រែអញ្ចឹងបងប្អូនទុករយៈពេល30វិនាទីអីចឹងទៅចាំយើងប្រែបើសិនជាបងប្អូនឆាប់ប្រែនំរបស់យើងពេកគឺធ្វើឲ្យអំបុកវាឆាប់វាអត់ជាប់ជាមួយនឹងចេកទេវាជ្រុះដុំអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងទុករយៈពេលមួយសន្ទុះសិនអញ្ចឹងទៅចាំយើងប្រែទៅប្រែមកដើម្បីឲ្យនំរបស់យើងឆ្អិនបានសព្វល្អនៅពេលនេះផងដែរនំក្រម៉ៅថតឬមួយក៏នំអំបុកបំពងរបស់យើងបានឆ្អិនរួចរាល់ហើយពណ៌របស់នំអំបុករបស់យើងគឺពណ៌ស្រស់ស្អាតមែនតើគួរឲ្យចង់ទទួលទានហើយសម្រាប់នំក្រម៉ៅថតរបស់យើងរសជាតិផ្អែមល្មមសម្បកខាងក្រៅគឺស្រួយឆ្ងាញ់ចានៅពេលនេះផងដែរខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនមានចម្ងល់បងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណបាយបាយ